ខ្ញុំឆ្លាញ់ style ទឹកធ្នោតអើយទឹកធ្នោតលយឆ្លាញ់វាធំឡងហើយស្លេអានេះផ្អែមហ៎អានេះផ្អែម style ធ្នោតមួយ style ហៅ style គោហៅហៅអូលះដូចមកយេប្រសាទទឹកធ្នោតមកទៀតហើយអាប្រសាទទឹកធ្នោតនេះអឺ style ទឹកធ្នោតឡើយថ្មីបាទច្បាស់អត់បាទមែនទេអែមអាណាផ្អែមគ្រប់មុខនេះអាណាផ្អែមដូចគ្នារមើអាណាផ្អែមតិចមកនេះចាស់ទឹកធ្នោតនេះអានេះផ្អែមហ៎អានេះផ្អែម style ធ្នោតមួយ style ហៅ style គោហៅហៅអូលះដូចមកយេហើយដល់លក់គេយូរណាស់ដល់លក់គេយូរណាស់យូរហើយគេឲ្យមួយថ្ងៃប៉ុន្មានដល់លក់អូលេខសតរៀននៅរៀនហើយបាទអូខេខំរៀនហើយដល់លក់គេយូរណាស់ដល់លក់គេយូរណាស់យូរហើយគេឲ្យមួយថ្ងៃប៉ុន្មានដល់លក់អូលេខសតរៀននៅរៀនហើយបាទអូខេខំរៀនជូនពោលក់ដាច់ហេងកូនទឹកថ្នោតវាមកទៀតហើយកូនទឹកថ្នោតវាមកទៀតហើយមុនហើយខ្ញុំក៏ណាមួយចៃដល់ហើយខ្ញុំពងធ្វើការដែរហើយចុះហើយក៏វារាំងសដែរហេវដែរចុះយើងវាចំពេលដែលវាលក់ទឹកថ្នោតមកបដ ாய் ហើយចុះហើយយើងពៅទឹកថ្នោតទៅទឹកធម្មជាតិយើងទេហើយវាផ្អែមដែរតាមិនអត់ផ្អែមទេយកវាមិនដែរដូចស្ករទេព្រោះទឹកធម្មជាតិយើងហើយការងារខ្ញុំបងប្អូនខ្ញុំពងធ្វើរាំងសដែរចឹងណាចុះហើយក៏វាលើលក់គាត់ថាជួយទិញវាទៅយើងជួយទិញវាមកពឿនអីទេវាមិនបានជួយទិញច្រើនប៉ុន្តែយើងបានជួយទិញហើយការងារខ្ញុំណែហើយខ្ញុំលបងខ្ញុំវាបាក់ឲ្យចុះវាចុះហើយយើងបិទឲ្យវាដកស្ដកទៅនេះហើយលបងខ្ញុំដាក់ធាងដងរែនេះវាបាក់លបងចុះហើយខ្ញុំនៅដាក់តទៅនោះទៀតនៅកន្លែងស្លាស់មកប្លោះដាក់តទៀតតែមុនតយើងញ៉ាំទឹកថ្នោតលេងសិនមកញ៉ាំទឹកថ្នោតមកខ្ញុំលេងហើយអង្គុយរកកន្លែងអង្គុយអាឡូយបន្តិចទៅផ្អែមឡងបងប្អូនទឹកធម្មជាតិយើងសុទ្ធសាណាហើយទឹកថ្នោតបើតាមតែខ្ញុំដេញតាមតែបងខ្ញុំធ្លាប់ឡើងមិនខ្ញុំធ្លាប់ឡើងទេគឺថាឡើងពេលព្រឹកម្ដងហើយនឹងពេលល្ងាចម្ដងជួនកាលបើថ្នោតចេញខ្លាំងអាចមានពេលថ្ងៃម្ដងទៀតបងប្អូនពេលថ្ងៃពេលថ្ងៃត្រង់បើថ្នោតចេញខ្លាំងបើថាថ្នោតចេញមុំទេគេចាំឡើងពេលល្ងាចឡើងពេលព្រឹកហើយនឹងពេលល្ងាចឥឡូវវាជាឡើងរួចហើយឲ្យកូនយកមកលក់ហើយវាលក់មិញក៏វាលក់ឲ្យគេដែរទេខ្ញុំហ្វានថាវាលក់ទឹកថ្នោតខ្លួនឯងប៉ុន្តែលក់ឲ្យគេតែវាស៊ីឈ្នួលយកស៊ីឈ្នួលដើម្បីយកលុយទៅរៀនវាឧស្សាហ៍ខ្លាំងមែនទេពិតជាឧស្សាហ៍ខ្លាំងមែនទេបើខ្ញុំអត់មានឡែងលោះទេបងប្អូនទេបើខ្ញុំគឺតែខ្ជិលខ្លាយព្រោះដោយសារតាខ្ញុំខ្ជិលនិយាយចំទៅខ្ញុំបន្ទូចខ្ញុំខ្ជិលឡើយខ្ញុំចិត្តលេងច្រើនខ្ញុំអត់ចូលចិត្តបើវាចេះរស់ស៊ីវាចេះលក់ឲ្យគេមួយថ្ងៃក៏ឲ្យ 5,000 លក់ថ្នោតឲ្យគេអូខេវាអែមពេលព្រឹកនិងពេលល្ងាច 5,000 ស៊ីផុយលុយរៀនទៀតលុយទៀតហើយវាមកវាលក់នៅខាងក្រោយនៅផ្ទះគេខាងក្រោយនោះមិញឥឡូវវាទៅបាត់ហើយតែខ្ញុំឆ្លាញ់ style ទឹកធ្នោតអើយទឹកធ្នោតលយឆ្លាញ់វាធំឡងហើយស្លេអូយដល់ក៏បាយបាយវាលោមែនប៉ុណ្ណេះបាយបាយបងប្អូន